Hello អ្នកទាំងអស់គ្នាខ្ញុំបាទជូហាននៅថ្ងៃនេះយើងនឹងមកបន្តនៅសាច់រឿង Fighting Spirit របស់យើងជាបន្តហើយខ្ញុំគឺមានរឿងចង់និយាយជាមួយនឹងអ្នកទាំងអស់គ្នាបន្តិចអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាមួយរយៈនេះខ្ញុំគឺធ្វើវីដេអូ live ខ្លាំងមែនតើជាពិសេសខ្ញុំគឺអត់សូវបានចេញរឿងទាំងតទេនៅក្នុង channel មួយនេះមូលហេតុនោះដោយសារតែ channel មួយនេះគឺវាមានបញ្ហាច្រើនពេកអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាបង្កើតនៅ channel ថ្មីមួយទៀតហើយនឹងផុសរឿងទាំងអស់នេះនៅក្នុង channel នឹងតែម្ដងរាល់ថ្ងៃហ្នឹងមិនមែនខ្ញុំមិនចង់ធ្វើទេដោយសារតែខ្ញុំផុសទៅគឺផុសវាអត់កើតអញ្ចឹងហើយគឺវាមានបញ្ហាច្រើនខ្លាំងមែនតើអញ្ចឹងហើយគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ហើយមុននឹងចូលទៅដល់វីដេអូខ្ញុំក៏សូមបញ្ជាក់បន្តិចផងដែរថារឿងនេះគឺខ្ញុំនឹងសង្ខេបគឺខ្ញុំនិយាយបែបសង្ខេបសាច់រឿងដោយសារតែវគ្គ1ចាប់ពីវគ្គនេះតទៅវាអត់សូវសំខាន់ប្រហែលទេតតែរដូវកាលទី2អីបានវាសំខាន់ឥឡូវយើងចូលទៅកាន់វីដេអូតែម្ដងផ្ដើមនៅសាច់រឿងមកហ្នឹងយើងគឺបានឃើញជាមួយនឹងអ៊ីពូនៅពេលនេះគាត់កំពុងតែធ្វើដំណើរទៅជួបតាកាមូរ៉ាដោយសារតែម្សិលមិញហ្នឹងតាកាមូរ៉ាបានទេប្រាប់មកកាន់អ៊ីពូថាពួកយើងនឹងទៅទ្រីសនៅឯសមុទ្រនៅពេលដែលគាត់កំពុងតែធ្វើដំណើរគាត់ក៏បានជួបគ្នាជាមួយនឹងក្មេងស្រីម្នាក់ដែលតែមើលបដាល់ជាមួយនឹងគាត់ផងដែរនៅពេលដែលពួកគេទាំង4នាក់ធ្វើដំណើរទៅកាន់សមុទ្រយើងឃើញតាកាមូរ៉ាហើយនឹងគ្នារបស់គាត់ទាំង2នាក់ទៀតហ្នឹងគឺពិតជាចូលចិត្តមើលទៅកាន់ស្រីស្អាតខ្លាំងណាស់នៅពេលដែលពួកគេកំពុងតែផ្លាស់កៅអៅអ៊ីពូគាត់ក៏បានសួរទៅកាន់ពួកគេថាក្រែងពួកយើងមកទ្រីសនៅឯកន្លែងហ្នឹងអីហេតុអ្វីបានជាពួកគេពាក់ជាមួយនឹងឯកសណ្ឋានហែតឹងអញ្ចឹងហើយគីមូរ៉ាគាត់ក៏បាននិយាយថាពួកយើងនៅពេលថ្ងៃនឹងចំណាយពេលវេលានៅឯសមុទ្រប៉ុន្តែនៅពេលយប់ពួកយើងនឹងចំណាយពេលវេលានៅក្នុងការហ្វឹកហាត់ហើយគាត់ក៏បាននិយាយទៀតថាមិនចាំបាច់ព្រួយបារម្ភទេធ្វើអ្វីឲ្យតែសប្បាយៗទៅនៅពេលដែលតាកាមូរ៉ាអូគីហើយនិងគីមូរ៉ាពួកគេតលេងទឹកអស់អ៊ីពូគាត់គឺមិនបានតលេងជាមួយនឹងពួកគេនោះទេគាត់ក៏សម្រេចចិត្តថាដេកដើម្បីយកកម្លាំងវិញប៉ុន្តែនៅពេលដែលគាត់កំពុងតែដេកសុកគាត់ក៏បានឮជាមួយនឹងសលេងរុកតាដែលគាត់បាននិយាយឲ្យអ៊ីពូឆាប់ក្រោកឡើងនៅពេលនឹងស្រាប់តលេងចេញជាមួយនឹងហាកាមីគាត់ក៏បានប្រើនឹងក្តាប់ដៃរយប៉ុនរបស់គាត់នឹងវាយទៅកាន់អ៊ីពូតែម្ដងនៅពេលដែលអ៊ីពូកលេចមើលក្រោយគាត់ក៏បានឃើញជាមួយនឹងម៉ាយ៉ាតាប៉ុន្តែនៅពេលនេះម៉ាយ៉ាតាគឺមិនចង់និយាយរកគាត់ទេហើយគាត់ក៏បានដើរចាក់ចេញនៅពេលដែលអ៊ីពូគាត់ក្រោកអំពីសម្បត្តិរបស់គាត់វិញគឺឃើញថានៅពេលនេះគឺចាប់ផ្ដើមល្ងាចបាត់ទៅហើយនៅពេលល្ងាចពួកគេទាំង4នាក់ក៏បានហ្វឹកហាត់ជាមួយនឹងការរត់ប៉ុន្តែអ៊ីពូគឺគាត់ចាប់អារម្មណ៍ថាពួកគេទាំង3នាក់គឺពិតជារត់លឿនខ្លាំងណាស់គាត់គឺមិនអាចតាមពួកគេបានទេនៅពេលដែលពួកគេហ្វឹកហាត់រួចហើយពួកគេក៏សម្រេចចិត្តថាឡើងទៅលើភ្នំដោយសារតែជំរំរបស់ពួកគេគឺនៅលើភ្នំនឹងឯងនៅពេលដែលពួកគេឡើងទៅដល់គឺមិនតាន់ឈប់ត្រឹមនឹងនោះទេពួកគេនៅតែហ្វឹកហាត់បន្តទៀតថ្ងៃស្អែកក៏បានមកដល់នៅពេលនេះអ៊ីពូគាត់ត្រូវតែហ្វឹកហាត់ជាមួយនឹងគីមូរ៉ាដែលគីមូរ៉ាបាននិយាយថាហាហ្គាមីគឺគាត់មានល្បឿនលឿនអញ្ចឹងហើយអ៊ីពូគួរតែមានល្បឿនលឿនដែរប៉ុន្តែនៅពេលដែលអ៊ីពូហ្វឹកហាត់ជាមួយនឹងគីមូរ៉ាហ្នឹងគាត់គឺមិនអាចតាមទាន់គីមូរ៉ាបានទេដែលគីមូរ៉ាគាត់ពិតជាមានល្បឿនខ្លាំងមែនតើនៅពេលនោះតាកាមូរ៉ាគាត់ក៏បាននិយាយថាអ៊ីពូគឺពិតជាខ្សោយល្បឿនខ្លាំងណាស់បើសិនជាគាត់ចង់បានល្បឿនលឿនឥឡូវនេះមើលជើងរបស់គាត់ធ្វើជាគំរូទៅនៅពេលដែលអ៊ីពូបានឃើញជើងរបស់តាកាមូរ៉ាហើយគឺឃើញថាជើងរបស់គាត់នឹងគឺអត់ល្អទេគឺហើមគឺអីពេញហ្នឹងហើយតាកាមូរ៉ាគាត់ក៏បាននិយាយថាវាគឺជារឿងធម្មតាទេជាមួយនឹងអ្នកហ្វឹកហាត់ដោយសារតែគ្មានអ្នកណាគេចាប់អារម្មណ៍នៅត្រង់ជើងរបស់យើងឡើយបើសិនជាអ៊ីពូចង់បានល្បឿនលឿនអ៊ីពូត្រូវតែហ្វឹកហាត់រហូតដល់ធ្វើឲ្យជើងរបស់គាត់នឹងចាប់ផ្ដើមឈឺឬក៏ចាប់ផ្ដើមហើមនឹងឯងបន្ទាប់មកគីមូរ៉ាគាត់ក៏បានយកជាមួយនឹងកូនបានមួយកេះដើម្បីបោះឲ្យអ៊ីពូដេញចាប់ជាមួយនឹងការហ្វឹកហាត់មួយនេះសឹងតែមួយថ្ងៃពេញអ៊ីពូគាត់ពិតជាហត់ខ្លាំងណាស់ដោយសារតែគាត់គឺរត់ឆ្វេងផងស្ដាំផងដើម្បីឲ្យជើងរបស់គាត់កាន់តែមានល្បឿនលឿនជាច្រើនថ្ងៃកន្លងផុតទៅពួកគេនៅតែហ្វឹកហាត់បែបនេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតដល់ថ្ងៃមួយអ៊ីពូគាត់ក៏អាចរត់ស្មើដៃស្មើជើងជាមួយនឹងពួកគេផងដែរជាច្រើនថ្ងៃកន្លងផុតទៅនេះវាគឺជាថ្ងៃចុងក្រោយដែលពួកគេរស់នៅជាមួយនឹងគ្នាហើយពួកគេក៏បានដុតផែនលេងជាមួយនឹងគ្នាផងដែរហើយនៅពេលនោះអ៊ីពូគាត់ក៏បានសួរទៅកាន់តាកាមូរ៉ាថាតើគោលបំណងរបស់តាកាមូរ៉ាគាត់គឺចង់បានអ្វីហើយតាកាមូរ៉ាគាត់ក៏បាននិយាយថាគោលបំណងរបស់គាត់គឺមិនចង់បានជើងឯកទេប៉ុន្តែគាត់គឺចង់បានពានពិភពលោកនៅពេលដែលលើបែបនេះអ៊ីពូគាត់ក៏សម្រេចចិត្តថាដាក់គោលដៅដូចជាតាកាមូរ៉ាដែរតែម្ដងគាត់ក៏ចង់បានពានពិភពលោកដូចគ្នាសាច់រឿងក៏បានកាន់មកកាន់ថ្ងៃស្អែកនៅពេលនេះពួកគេទាំងអស់គ្នាក៏ធ្វើដំណើរមកកាន់ក្លឹបប្រដារបស់ពួកគេវិញហើយនៅពេលនេះវាក៏ជាដំណឹងល្អរបស់តាកាមូរ៉ាដូចគ្នាដោយសារតែនៅពេលនេះគាត់គឺមានឈ្មោះនៅក្នុងការប្រកួតហើយដោយសារតែតាកាមូរ៉ាហ្នឹងគឺគាត់មានគីឡូធ្ងន់អញ្ចឹងហើយគឺកម្ររោដៃគូដូចជាគាត់បានខ្លាំងមែនទែនចំណែកឯអ៊ីពូវិញគាត់ក៏មានឈ្មោះនៅក្នុងការប្រកួតដូចគ្នាដែលគាត់ត្រូវប៉ះជាមួយនឹងបុរសម្នាក់ដែលគាត់មានឈ្មោះថាសូបា
នៅពេលដែលអ៊ីពូចេញទៅខាងក្រៅបំរុងនឹងទិញទឹកក្រូចយកមកញ៉ាំនៅពេលហ្នឹងគាត់ក៏បានជួបជាមួយនឹងបុរសម្នាក់ហើយមិនដឹងថាបុរសម្នាក់ហ្នឹងមានគោលបំណងអ្វីនោះទេនៅមុខក្លឹបរដារបស់គាត់ហ្នឹងនៅពេលដែលបុរសម្នាក់នោះឃើញអ៊ីពូគេក៏បានរត់ចេញតែម្ដងហើយអ៊ីពូគាត់ក៏សម្រេចចិត្តថាដេញតាមបុរសម្នាក់ហ្នឹងប៉ុន្តែការដេញរបស់គាត់ហ្នឹងគឺមិនបានដេញសួរនាំអ្វីទេគាត់គ្រាន់តែយកកាបូបលុយឲ្យទៅកាន់គេវិញតែប៉ុណ្ណោះដោយសារតែបុរសម្នាក់ហ្នឹងគឺបានជ្រុះកាបូបលុយនៅមុខក្លឹបរដារបស់គាត់ហ្នឹងឯងប៉ុន្តែមើលទៅកាន់បុរសម្នាក់ហ្នឹងដូចជាខ្លាចអ៊ីពូមិនដឹងនោះទេនៅពេលហ្នឹងអ៊ីពូគាត់ក៏បានចងចាំនៅបុរសម្នាក់ហ្នឹងតែម្ដងដែលគាត់បានសួរថាលោកគឺមានឈ្មោះថាកូបាមែនហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងការហៅឈ្មោះខុសតាមពិតទៅគាត់មិនមែនឈ្មោះស៊ូបាទេគឺកូបាហើយបុរសម្នាក់ហ្នឹងឯងគឺជាគូប្រកួតដែលអ៊ីពូត្រូវប៉ះនៅឯពេលឆាប់នេះហើយមិនដឹងថាកូបាគឺគាត់កាត់អ្វីនោះទេគាត់ក៏បានប្រាប់នៃចំណុចខ្សោយរបស់គាត់ប្រាប់ទៅកាន់អ៊ីពូតែម្ដងថាគាត់គឺមានល្បឿនលឿនប៉ុន្តែគាត់គឺគ្មានកម្លាំងវាយទេនិយាយទៅកម្លាំងដៃរបស់គាត់ដូចអត់បានស៊ីបាយអញ្ចឹងមូលហេតុដែលគាត់ឈ្នះគេ4ដៃជាប់គ្នាហ្នឹងដោយសារតែគាត់គឺវាយគេយកបន្ទុកតែប៉ុណ្ណោះដែលធ្វើឲ្យអ៊ីពូគាត់ក៏រៀនឆ្ងល់ផងដែរហេតុអ្វីបានជាគាត់ប្រាប់ចំណុចខ្សោយមកកាន់អ៊ីពូអញ្ចឹងសាច់រឿងក៏បានកាត់ទៅកាន់ក្លឹបរបស់កូបាវិញនៅពេលនេះយើងក៏បានឃើញជាមួយនឹងកូបាដែលគេកំពុងតែវឹកហាត់ជាមួយនឹងខូចរបស់គេហើយវាគឺដូចជាអ្វីដែលគេនិយាយពិតមែនគេគឺគ្មានកម្លាំងនៅក្នុងការវាយទេនិយាយទៅវាយខូចរបស់គេហ្នឹងគឺមិនឈឺផងហ្នឹងនៅពេលដែលគាត់ហ្វឹកហាត់រួចហើយលោកគ្រូរបស់គាត់ម្នាក់ទៀតក៏បានអញ្ជើញគាត់នៅក្នុងការញ៉ាំរ៉ាមែនផងដែរនៅពេលដែលពួកគេកំពុងតែញ៉ាំលោកគ្រូរបស់គាត់ក៏បានសួរទៅកាន់គាត់ថាតើគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរដោយសារតែថ្ងៃស្អែកនេះគាត់គឺត្រូវប៉ះគ្នាជាមួយនឹងម៉ាកាណូឈីអ៊ីពូហើយចំណែកឯកូបាវិញនៅពេលដែលគាត់បានឮឈ្មោះថាអ៊ីពូភ្លាមដែលធ្វើឲ្យគាត់ហាក់ដូចជាមិនសប្បាយចិត្តនោះទេដោយសារតែគាត់គឺដឹងខ្លួនបាត់ទៅហើយថាគាត់គឺមិនអាចយកឈ្នះអ៊ីពូបានឡើយប៉ុន្តែនៅពេលហ្នឹងលោកគ្រូរបស់គាត់ក៏បានសង្កេតឃើញថានៅពេលនេះជើងរបស់គាត់កំពុងតែញ័រនិយាយទៅគឺញ័រខ្លាំងមែនតើគាត់គឺមិនអាចគ្រប់គ្រងបានទេហើយកូបាគាត់ក៏បាននិយាយថាគាត់គឺមិនដឹងថាមានរឿងអ្វីកើតឡើងទេនៅពេលដែលគាត់បានឮឈ្មោះថាអ៊ីពូភ្លាមគាត់គឺមិនអាចគ្រប់គ្រងជើងរបស់គាត់បានឡើយវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់មួយដៃរបស់អ៊ីពូប្រៀបដូចជាបិសាចអញ្ចឹងខ្ញុំគឺមិនដឹងថាខ្ញុំគឺអាចតបទល់ជាមួយនឹងគាត់បានឬអត់កុំថាឡើយក៏តបទល់ឲ្យតែខ្ញុំរកបានទៅក៏ល្អដែរហើយខ្ញុំក៏សុំទោសផងដែរជាមួយនឹងការបញ្ចូលសលេងឬសលេងដូចតដិតអញ្ចឹងណាដោយសារតែខ្ញុំគឺនិយាយជាប់មាត់ខ្លាំងពេកបន្ទាប់មកលោកគ្រូរបស់កូបាគាត់ក៏បាននិយាយថាឯងគឺនិយាយត្រូវនៅពេលដែលយើងគឺមិនតន់ស្គាល់ខ្លួនឯងយើងគឺមិនដឹងថាខ្លួនឯងកំពុងតែចូលចិត្តអ្វីមិនចូលចិត្តអ្វីយើងពិតជាពិបាកគ្រប់គ្រងខ្លាំងណាស់អញ្ចឹងហើយឯងគួរតែកុំអស់សង្ឃឹមឯងត្រូវតែស្វែងរកខ្លួនឯងឲ្យឃើញលោកគ្រូគិតថាឯងនឹងអាចយកឈ្នះនៅក្នុងការប្រកួតមួយនេះសាច់រឿងក៏បានកាន់នៅពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នាដោយសារតែនេះវាគឺជាទឹកផ្ដាច់ព្រាត់សាច់រឿងបន្ទាប់ក៏បានកាត់នៅពេលដែលពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នានៅពេលនេះខូបាគាត់មានអារម្មណ៍ថារៀនធូរស្បើយបន្តិចហើយដោយសារតែគាត់គឺស្គាល់ប្រវត្តិអ៊ីពូកាន់តែច្បាស់ថាអ៊ីពូគឺខ្លាំងអីខ្សោយអីចឹងទៅនៅពេលដែលពួកគេទាំងពីរចាប់ផ្ដើមប្រយុទ្ធគ្នាកូបាគាត់ក៏បានលើកដៃរបស់គាត់មកជាហៀងឡើងទៅលើដើម្បីបញ្ឆោតអ៊ីពូប៉ុន្តែអ៊ីពូគាត់គឺមិនបានញញើនោះទេហើយគាត់ក៏បានស្ទុះទៅវាយកូបាមួយដៃតែម្ដងម្ដាយនឹងក៏ធ្វើឲ្យកូបាគាត់ក៏រៀនពិបាកទប់ទល់ផងដែរប៉ុន្តែជាមួយនឹងកណ្ដាប់ដៃដតីដែលអ៊ីពូបានវាយមកគាត់នៅតែអាចទប់បានធម្មតាប៉ុន្តែការទប់របស់គាត់នឹងគឺមិនបានរហូតនោះទេនៅពេលនេះដៃរបស់គាត់គឺចាប់ផ្ដើមស្រាញហើយដោយសារតែកណ្ដាប់ដៃរបស់អ៊ីពូនឹងគឺធ្ងន់ខ្លាំងពេកនៅពេលដែលអ៊ីពូស្ទុះចូលបំរុងនឹងវាយកណ្ដាប់មុខរបស់កូបាគាត់ក៏បានចរុញក្បាលអ៊ីពូចេញរួចក៏បានវាយទៅកាន់អ៊ីពូពី3ដៃផងដែរដើម្បីយកបន្ទុកប៉ុន្តែនៅពេលដែលអ៊ីពូបានស្ទុះចូលទៅវាយគាត់ម្ដងទៀតគាត់គឺមិនអាចគេចបានគាត់ក៏បានចាប់អោបអ៊ីពូតែម្ដងដែលធ្វើឲ្យអ្នកមើលពួកគេគឺមិនសប្បាយចិត្តនោះទេរួចក៏បានជេរទៅកាន់កូបាផងដែរប៉ុន្តែកូបាគាត់គឺមិនបានស្ដាប់នៅពាក្យសម្ដីរបស់ពួកគេនោះទេគាត់នៅតែចាប់អោបអ៊ីពូរហូតដល់ទឹកតែម្ដងនៅពេលដែលកូបាគាត់កំពុងតែសម្រាកលោកគ្រូរបស់គាត់ក៏បាននិយាយថាមិនចាំបាច់ស្ដាប់នៅពាក្យសម្ដីមនុស្សទាំងអស់នោះជេរមកកាន់ឯងទេធ្វើអ្វីដែលឯងអាចយកឈ្នះបានទឹកទី2ក៏បានចូលមកដល់នៅពេលនេះអ៊ីពូគាត់គឺមិនតឲ្យទៀតនោះទេគាត់ក៏បានវាយសម្រុកទៅកាន់កូបាដាក់យកតែម្ដងវាយគាត់រហូតដល់ថ្នាក់គាត់ប៉ាងទៅដល់កលៀនមួយនៅពេលដែលអ៊ីពូបំរុងនឹងប្រើស្រែងផាញ់អាប៉ែកូបានឹងក៏បានចាប់អោបអ៊ីពូម្ដងទៀតដែលធ្វើឲ្យអ្នកមើលជេរទៅកាន់គាត់កាន់តែខ្លាំងហើយសាច់រឿងក៏បានចប់នៅត្រឹមនេះផងដែរហើយខ្ញុំគឺចង់ប្រាប់ទៅកាន់គ្នាម្ដងទៀតថាភាគតដែលខ្ញុំផុសគឺអត់បានផុសនៅ channel នេះទៀតទេគឺខ្ញុំនឹងផុសនៅ channel ថ្មីអញ្ចឹងហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅមើលម្នាក់មួយផងណា